សូមស្វាគមន៍មកកាន់វីដេអូណែនាំស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការកក់បន្ទប់ប្រជុំ Meeting Room Management System នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី GDT Tax Tower ជាកិច្ចចាប់ផ្ដើមការចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការកក់បន្ទប់ប្រជុំសូមលោកស្រីបើក Web Browser ណាមួយដូចជា Google Chrome, Microsoft Edge ឬ Firefoxបន្ទាប់មកសូមលោកស្រីវិបញ្ចូលអាសយដ្ឋានគេហទំព័ររបស់ប្រព័ន្ធគ្រប់គ្រងការកក់បន្ទប់ប្រជុំដែលមាន URL roombooking.easyfacility.com/login ឬ scan QR code ដែលបានបង្ហាញនៅលើផ្ទៃអេក្រង់បន្ទាប់មកប្រព័ន្ធនឹងបង្ហាញផ្ទាំងទំព័រ Login សូមលោកស្រីចូលទៅកាន់ការប្រើប្រាស់ដោយភ្ជាប់មកជាមួយនៅគណនី Google Gmail របស់អ្នកដោយបំពេញនៅ email និងពាក្យសម្ងាត់ក្រោយពី Login ទទួលបានជោគជ័យលោកស្រីនឹងឃើញផ្ទាំងគ្រប់គ្រងឬ Dashboard ក្នុងប្រព័ន្ធត្រង់ចំណុចការកក់របស់ខ្ញុំឬ My Bookings ជាកិច្ចបន្ទាប់ការកក់បន្ទប់ប្រជុំនៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មីការកក់បន្ទប់ប្រជុំនេះអាចធ្វើបានតាមរយៈពីររបៀបគឺរបៀបទី1ការកក់បន្ទប់ប្រជុំតាមរយៈបន្ទប់ប្រជុំ Rooms Tab Menu របៀបទី2ការកក់បន្ទប់ប្រជុំតាមរយៈកក់រហ័ស Quick Book Menu របៀបទី1ការកក់បន្ទប់ប្រជុំតាមរយៈបន្ទប់ប្រជុំឬ Rooms Tab Menuដើម្បីធ្វើការកក់បន្ទប់ប្រជុំបានសូមលោកស្រីចុចលើម៉េនុយបន្ទប់ប្រជុំដើម្បីពិនិត្យព័ត៌មានអំពីបន្ទប់ប្រជុំដូចជាចំនួនបន្ទប់ប្រជុំសរុបចំនួនបន្ទប់ប្រជុំនៅទំនេរចំនួនជាន់មានបន្ទប់ប្រជុំបន្ទាប់មកសូមលោកស្រីស្វែងរកព័ត៌មានការកក់បន្ទប់ប្រជុំតាមរយៈឈ្មោះជាន់ឬសម្ភារៈបរិក្ខារឬម្យ៉ាងទៀតលោកស្រីអាចធ្វើការចុចបេតុងតម្រងឬ filter ដើម្បីជ្រើសរើសបន្ទប់ប្រជុំតាមតម្រូវការជាក់ស្ដែងដូចជាចំនួនសមាជិកត្រូវចូលរួមប្រជុំជាន់នៃបន្ទប់ប្រជុំសម្ភារៈបរិក្ខារតាមប្រភេទក្នុងបន្ទប់ប្រជុំបន្ទាប់ពីបានជ្រើសរើសនៅព័ត៌មានបន្ទប់ប្រជុំណាមួយឬជ្រើសរើសព័ត៌មានបន្ទប់ប្រជុំទាំង3ខាងលើប្រព័ន្ធនឹងបង្ហាញនៅបន្ទប់ប្រជុំដែលត្រូវនឹងតម្រូវការរបស់លោកស្រីចង់បានបន្ទាប់មកទៀតសូមធ្វើការជ្រើសរើសបន្ទប់ប្រជុំដែលលោកស្រីត្រូវការជ្រើសរើសរយៈពេលសម្រាប់ការប្រជុំជ្រើសរើសកាលបរិច្ឆេទម៉ោងចាប់ផ្ដើមម៉ោងបញ្ចប់បំពេញនៅចំណងជើងប្រជុំបញ្ជាក់ចំនួននៃសមាជិកចូលរួមប្រជុំអ្នកដឹកនាំប្រជុំអាចរំលងបានការពិពណ៌នាឬការកត់សម្គាល់ផ្សេងអាចរំលងបានបន្ទាប់មកទៀតក្នុងករណីលោកស្រីធ្វើការកក់បន្ទប់ប្រជុំជំនួសអ្នកដទៃសូមធ្វើការចុចបើកប៊ូតុងកក់ជំនួសអ្នកដទៃសូមបំពេញព័ត៌មានដូចជាឈ្មោះពេញរបស់អ្នកសម្របសម្រួលអ៊ីមែលរបស់អ្នកសម្របសម្រួលលេខទូរស័ព្ទរបស់អ្នកសម្របសម្រួលដើម្បីទទួលបានការជូនដំណឹងអំពីការកក់បន្ទប់ប្រជុំជូនអ្នកសម្របសម្រួលបន្ទាប់មកសូមលោកស្រីចុចប៊ូតុងបន្ទាប់ឬ Next ប្រព័ន្ធនឹងបង្ហាញនៅព័ត៌មានសង្ខេបនៃការកក់បន្ទប់ប្រជុំក្នុងករណីលោកស្រីត្រួតពិនិត្យព័ត៌មានឃើញថាត្រឹមត្រូវសូមចុចបញ្ជាក់ការកក់ឬ Confirm Bookingជាចុងក្រោយប្រព័ន្ធនឹងបង្ហាញព័ត៌មានលម្អិតអំពីការកក់បន្ទប់ប្រជុំរបស់លោកស្រីដើម្បីបញ្ជាក់និងផ្ទៀងផ្ទាត់ការកក់បន្ទប់ប្រជុំនោះទទួលបានជោគជ័យសូមលោកស្រីចុចលើម៉េនុយការកក់របស់ខ្ញុំឬ My Booking បន្ទាប់មកត្រួតពិនិត្យព័ត៌មានត្រង់ស្ថានភាពបានកក់ឬ Booking កំណត់សម្គាល់ក្នុងករណីលោកស្រីមានបំណងចង់លុបការកក់បន្ទប់ប្រជុំសូមចុចប៊ូតុងលុបចោលឬ Cancel ដែលមានផ្ទៃពណ៌ក្រហមរួចចុចប៊ូតុងបាតឬចាស់លុបចោលការប្រជុំឬ Yes Cancel Meeting របៀបទី2ការកក់បន្ទប់ប្រជុំតាមរយៈកក់រហ័សឬ Quick Book Menu ដើម្បីអាចធ្វើការកក់នៅបន្ទប់ប្រជុំបានសូមលោកស្រីចុចលើម៉ឺនុយកក់រហ័សឬ Quick Bookបំពេញនៅចំណងជើងប្រជុំចំនួនសមាជិកត្រូវចូលរួមប្រជុំជ្រើសរើសកាលបរិច្ឆេទម៉ោងចាប់ផ្ដើមម៉ោងបញ្ចប់អ្នកដឹកនាំប្រជុំអាចរំលងបានការពិពណ៌នាឬការកត់សម្គាល់ផ្សេងអាចរំលងបាន
បន្ទាប់មកសូមលោកស្រីចុចប៊ូតុងបន្ទាប់ឬ Next ប្រព័ន្ធនឹងបង្ហាញនៅព័ត៌មានសង្ខេបនៃការកក់បន្ទប់ប្រជុំក្នុងករណីលោកស្រីត្រួតពិនិត្យព័ត៌មានឃើញថាត្រឹមត្រូវសូមចុចបញ្ជាក់ការកក់ឬ Confirm Booking ជាចុងក្រោយប្រព័ន្ធនឹងបង្ហាញព័ត៌មានលម្អិតអំពីការកក់បន្ទប់ប្រជុំរបស់លោកស្រីកំណត់សម្គាល់លោកស្រីក៏អាចចែករំលែកព័ត៌មាននៃការកក់បន្ទប់ប្រជុំតាមរយៈរូបភាពបានដោយគ្រាន់តែចុចប៊ូតុង Copy រួច Paste ទៅក្នុង Chat ឬ Group Chat របស់លោកស្រីរួចជាការស្រេចសូមអរគុណលោកស្រីអញ្ជើញទស្សនាវីដេអូប្រកបដោយការយកចិត្តទុកដាក់